អ្នកគ្រប់គ្រងពីអ្នកនឹងជាង500នាក់ត្រូវបានចាប់ខ្លួននៅបារាំងបន្ទាប់ពី PSG ឈ្នះជើងឯក UFL អាញាធរបារាំងបានអះអាងកាលពីថ្ងៃអាទិត្យថាអ្នកគ្រប់គ្រងបាល់ទាត់2នាក់បានស្លាប់ហើយមន្ត្រីប៉ូលីសម្នាក់បានស្លាប់បាត់បង់ស្មារតីក្នុងបន្ទប់សង្គ្រោះបន្ទាន់ដែលហេតុការណ៍នេះកើតឡើងកំឡុងពេលការប្រារព្ធពិធីអបអរទូទាំងប្រទេសបារាំងសម្រាប់ជ័យជំនះជាប្រវត្តិសាស្ត្ររបស់ក្លឹប Paris Saint-Germain ដែលគ្រប់គ្រងជើងឯកពានរង្វាន់ UEFA Champions League ជាលើកដំបូងកាលពីយប់ថ្ងៃទី31ខែឧសភាឆ្នាំ2025នេះបើតិចយោងតាមប្រភពពីសារព័ត៌មាន BBC Reuters និង AP បានចេញផ្សាយកាលពីថ្ងៃទី1ខែឧសភាឆ្នាំ2025សេវាប៉ូលីសជាតិបានអះអាងថាក្មេងប្រុសអាយុ17ឆ្នាំម្នាក់ត្រូវបានចាក់សម្លាប់នៅទីក្រុងដិចអំឡុងពេលអបអរតាមដងផ្លូវជាមួយជ័យជំនះរបស់PSG ដែលបានយកឈ្នះលើក្រុម Inter Milan ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅក្នុងទីក្រុង Munich ប្រទេសអាល្លឺម៉ង់ដោយលទ្ធផល5-0ដើម្បីគ្រងជើងឯកពានរង្វាន់លំដាប់ទី1ទ្វីបអឺរ៉ុបជាលើកដំបូងក្នុងប្រវត្តិសាស្ត្រចំណែកការិយាល័យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏បានចេញសេចក្តីប្រកាសមួយថាបរិសម្នាក់បានស្លាប់នៅទីក្រុងប៉ារីសនៅពេលដែលម៉ូតូរបស់គាត់កំឡុងការជិះដង្ហែជ័យជំនះ PSG ពេញទីក្រុងបេះដូងនៃប្រទេសបារាំងមួយនេះទោះជាយ៉ាងណាក៏ដោយការបាត់បង់ជីវិតរបស់អ្នកទាំងពីរកំពុងត្រូវបានស៊ើបអង្កេតហើយទន្ទឹមជាមួយគ្នានោះដែរប៉ូលីសក៏បានអះអាងបន្ថែមទៀតថាមន្ត្រីប៉ូលីសម្នាក់ត្រូវបានបាញ់ដោយចៃដន្យដោយកំជ្រួចក្នុងទីក្រុងកូលតាល់ភាពពាយ័ព្យប្រទេសបារាំងហើយកំពុងស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ដោយសារតែរបួសភ្នែកធ្ងន់ធ្ងរនៅក្នុងការអបអរជ័យជំនះជាប្រវត្តិសាស្ត្រនេះក្រសួងមហាផ្ទៃបារាំងបានរាយការណ៍ថាមនុស្ស192នាក់បានរងរបួសក្នុងការប៉ះទង្គិចគ្នាហើយ559នាក់ត្រូវបានចាប់ខ្លួនក្នុងនោះ491នាក់នៅទីក្រុងប៉ារីសក្រសួងបានបន្តថាមន្ត្រីប៉ូលីសចំនួន22នាក់និងអ្នកពលិតអគ្គិភ័យ7នាក់បានរងរបួសដោយបានបន្ថែមថាយានជំនិះចំនួន264គ្រឿងត្រូវបានដុតបំផ្លាញចំណែកការិយាល័យរដ្ឋអាជ្ញាទីក្រុងប៉ារីសបានប្រាប់ BBC ថាហាងទំនិញច្រើនកន្លែងត្រូវបានគេចូលលួចក្នុងតំបន់ Playdent នេះហើយមនុស្សជាប់ពាក់ព័ន្ធ30នាក់ត្រូវបានចាប់ខ្លួននិងយកទៅឃុំឃាំងកម្លាំងប៉ូលីសប្រហែល5400នាក់ត្រូវបានដាក់ពង្រាយនៅទូទាំងទីក្រុងប៉ារីសរីឯប៉ូលីសកុបកម្មតាមសេចក្តីរាយការណ៍បានប្រើប្រាស់ឡានបាញ់ទឹកនិងបញ្ឈប់វងមនុស្សព្យាយាមចូលទៅដល់ទីក្រុងប្រវត្តិសាស្ត្រអាល់ដែលត្រង់ហើយក៏បានបាញ់អ៊ូស្ម៉ាន់បង្ហូរទឹកភ្នែកផងដែរខណៈការប៉ះទង្គិចគ្នាផ្សេងទៀតរវាងប៉ូលីសនិងហ្វូងមនុស្សក៏ត្រូវបានរាយការណ៍ថាបានកើតឡើងលើផ្លូវក្រវ៉ាត់ក្រុងប៉ារីសយ៉ាងណាមិញគេសង្កេតឃើញថាអ្នកគ្រប់គ្រងភាគច្រើនត្រូវបានរាយការណ៍ថាប្រារព្ធពិធីអបអរដោយសន្តិវិធីនិងរីករាយបំផុតដោយមានទាំងការរាំច្រៀងច្រើននៅតាមដងផ្លូវចំណែកឯប៉មទូអេហ្វែទីក្រុងប៉ារីសត្រូវបានបំភ្លឺភ្លើងខៀវនិងក្រហមដើម្បីបញ្ជាក់ពីពណ៌នៃនិមិត្តសញ្ញាក្នុងក្លឹប Paris Saint-Germain